ជំរាបសួរលោកគ្រូនិងជំរាបសួរមិត្តភ័ក្តិទាំងអស់គ្នានេះគឺជា project របស់ខ្ញុំដែលនិយាយអំពី ABA Bank Clone ដែលដឹកនាំដោយលោកគ្រូសកលហើយនេះគឺជាមិត្តរួមក្រុមរបស់ខ្ញុំមានខ្ញុំជាសវណ្ណរីនិងមិត្តភ័ក្តិរបស់ខ្ញុំញ៉ៅជាវិរៈកិច្ចនិងឧត្តមប៊ិនវណ្ណសានិងសខេមរិទ្ធីហើយនេះគឺជាកន្ឋានរបស់ពួកយើងមាន overview objective feature UI sprint tech stack development process ហើយអ្នកបន្ទាប់ខ្ញុំសូមលើកឲ្យមិត្តភ័ក្តិរបស់ខ្ញុំគឺឧត្តមបាទអរគុណសវណ្ណរីហើយ slide បន្ទាប់គឺយើងនិយាយអំពី overview. The project is a Flutter based banking UI clone inspired by ABA Bank ដែលវាគឺជា app ដែលពួកយើងធ្វើក្នុងការ copy ពី ABA មកហើយ EKS for educational purpose only ដែលយើងធ្វើក្នុងគោលបំណងជាការអប់រំ Objective learn Flutter UI development ដែលវាជួយឲ្យយើងអភិវឌ្ឍ UI របស់យើងហើយបន្តមកទៀតគឺ practice responsive design ដែលវាអនុញ្ញាតឲ្យយើង design ដែលមានប្រសិទ្ធភាពខ្ពស់បន្តមកទៀតគឺ build reusable web ដែលយើងអាចប្រើវានៅលើកម្មវិធីផ្សេងទៀតបានហើយនឹង improve mobile app skill ដែលវាអនុញ្ញាតឲ្យយើងយល់ដឹងនិងស្វែងយល់ពីកម្មវិធី mobile app ជាច្រើនបន្តមកទៀតគឺ feature ដែលវានិយាយអំពី account dashboard UI ដែលវាគឺជាផ្ទាំងគ្រប់គ្រងគណនីរបស់យើងហើយបន្តមកទៀតគឺ balance display ដែលនិយាយពីចំនួនទឹកប្រាក់ក្នុងការបញ្ចេញនិងបញ្ចូលផ្សេងៗហើយ transaction list UI គឺនិយាយអំពីទាំងប៊ូតុងផ្សេងៗដែលមាននៅក្នុង app mobile clone របស់យើងហើយបន្តមកទៀតគឺ click action button គឺសំដៅទៅលើប៊ូតុងផ្សេងៗដែលយើងអាចចុចចូលនិងចេញបានយ៉ាងលឿនហើយបន្តមកទៀតខ្ញុំសូមឲ្យបញ្ចាក់និយាយបន្តអរគុណរំលងសម្រាប់ slide បន្ទាប់គឺ UI screen សម្រាប់ UI screen នេះគឺយើងមាន3 option គឺ home screen transition screen និង profile screen សម្រាប់ transition screen គឺវាមានដាក់ slide slide ហើយឥឡូវយើងមកនិយាយពី home screen សម្រាប់ home screen គឺជាមុខដំបូងដែលជាកន្លែងដល់នៅភាពងាយស្រួលដែលមាន option ជាច្រើននៅក្នុងនោះដើម្បីឲ្យ user ងាយស្រួលselectដើម្បី transfer អីគឺវាមាន option ដូចជា profile name កន្លែងយើងដាក់ password ជាវិធីកន្លែង language ហើយការ call support នៅពេលដែល account យើងមានបញ្ហានិងចំណុចចុងក្រោយគឺជាការចាស់ចេញពី account នៅពេលដែលយើងមានបញ្ហាដូចជាចង់ដូរទូរស័ព្ទថ្មីអីមិនចង់ឲ្យជាប់ account ហ្នឹងនៅក្នុងទូរស័ព្ទចឹងសូម slide បន្ទាប់សម្រាប់ design គឺជាពិសេសដែលយើងប្រើសម្រាប់ develop ទៅលើ app របស់យើងដែលមានដូចជា Flutter គឺយើងប្រើគឺជា framework របស់ Google ដែលយើងប្រើសម្រាប់បង្កើត mobile app ដែលអាចដំណើរការបានទាំង Android និង iOS ហើយ DAX គឺជាភាសាកូដចំណែកឯ DAX គឺជាភាសាកូដដែលយើងប្រើប្រាស់ភាសាអង់គ្លេសដែលវាមានភាសាមួយដែលមានប្រសិទ្ធភាពនៅដល់ជាងសម្រាប់ជាមួយ software សម្រាប់ material design គឺសម្រាប់រចនាផ្ទៃកម្មវិធី UI ឲ្យវាមើលទៅសុខភាពស្រួលប្រើហើយសម្រាប់ Visual Code និង Android Studio គឺជា app មួយសម្រាប់ឲ្យយើងសរសេរកូដដើម្បី develop ទៅលើ app របស់យើងចំណែក slide បន្ទាប់ខ្ញុំសូមឲ្យទៅកាន់ភារៈទៀតអរគុណបានសា
ចំពោះបច្ចុប្បន្នបន្តគឺក្រុមរបស់ពួកខ្ញុំចង់និយាយអំពីដំណើរការនៃការអភិវឌ្ឍទៅលើ Flutter ចំពោះចំណុចហ្នឹងគឺយើងមានទៀតហើយខ្ញុំចូលមួយចំណុចចំពោះចំណុចទី1 UI design planning ព្រោះ UI design planning គឺវាជាដំណាក់កាលនៃការយើងយករូបរាងនៃ app ដែលយើងត្រូវclone ដើម្បីមកclone ធ្វើជាកម្មវិធីរបស់ពួកយើងហើយវាប្រើសម្រាប់កំណត់ពណ៌ប្លង់មកដើម្បីមានភាពងាយស្រួលនិងភាពទាក់ទាញព្រោះចំណុចទី2គឺការសិនវាជាការបង្កើតសកម្មភាពនៃ UI ដែលជាប៊ូតុងអក្សរធាតុដែរហើយយើងប្រើវាដើម្បីបង្កើតផ្នែកផ្សេងៗនៃអង្កអាចប្រើឡើងមកវិញបាន layout structuring គឺយើងប្រើវាដើម្បីរៀបចំទីតាំងកំណត់ content នៅលើ ដើម្បីឲ្យមានភាពរបៀបរៀបរយស្អាតនិងចំគ្នាទៅលើឧបករណ៍ផ្សេងៗចំពោះចំណុចចុងក្រោយគឺជាការតេស្តនៅលើទូរស័ព្ទដើម្បីពិនិត្យទៅលើកំហុសនិងធានាថាហ្នឹងគឺយើងអាចដំណើរការបានល្អចំពោះចំណុចconclusion អញ្ចឹងសរុបមកគឺគម្រោងនេះគឺយើងបង្កើតឡើងដើម្បីយល់ដឹងអំពីដំណើរការនៃបង្កើតអាចដោយការបច្ចេកវិទ្យា Flutter ចាប់ពីដំបូងនឹងការរៀបចំនៃគំនិតក្នុងការ design ដែលជាជំហានសំខាន់ក្នុងការរចនាប្លង់ពណ៌និង UI ទៅលើការខ្លួនឯងបន្ទាប់មកទៀតគឺការបង្កើតអាពិការដែលជាសម្រាប់បង្កើត component ផ្សេងៗនៅលើអេក្រង់ដើម្បីឲ្យការអនុវត្តអញ្ចឹងសរុបមកគម្រោងនេះមិនត្រឹមតែជួយយើងយល់អំពីការបង្កើត UI ប៉ុណ្ណោះទេថែមទាំងជួយទាំងក្នុងការអភិវឌ្ឍជំនាញការរៀនរបស់យើងទៅលើ Flutter ហ្នឹងឲ្យយើងបានយល់ច្បាស់ជាងមុនហើយយើងអាចយកវាទៅអនុវត្តទៅលើគម្រោងផ្សេងៗក្រៅពីយើង clone API ហ្នឹងយើងអាច clone ផ្សេងៗដើម្បីអភិវឌ្ឍរបស់យើងផងពុកចំណុចបន្ទាប់គឺជាវីដេអូ demo នៃការ clone API បាទសកម្មរដ្ឋីមិននិយាយពី demo app យើងដំបូងគឺ butter យើងកន្លែង register យើងអាចគ្រីសមកបន្តទៅមុខបានហើយបន្ទាប់ដាក់លេខទូរស័ព្ទយើងចាំបាច់ដាក់ក៏បានបន្ទាប់យើងចុចបន្ទាប់នេះជា home screen របស់ពួកយើង home screen របស់ពួកយើងអាចចុចបានកន្លែងនេះតោះមកយើងចូលគណនីនេះយើងមានតោតាសរុបអាចមើលតាមនឹងបានការចាយវាយហើយមានឈ្មោះយើងលេខកូដឬក៏ location ផ្សេងហើយបន្ទាប់មកយើងចូលទៅ page ផ្សេងpage ការយើងមានrecap spending limit transaction ហើយបន្ទាប់មកចូលទៅកន្លែងទូទាត់យើងមានកន្លែងទូទាត់ផ្សេង account ហើយបន្ទាប់មកចូលកន្លែង scan scan យើងគឺ design នៅបែបនេះហើយនេះជាកន្លែងគម្រោងទូទាត់តោះមកចូល transfer នេះវិញ transfer ABA account ក៏ transfer location ហើយ pay បន្ទាប់គឺ pay ផ្សាយប្រាក់កន្លែងនេះយើងអាចចុចបានប្រាក់រៀលក៏ដុល្លារអាចបានដូចគ្នាហើយតបមកយើងចូលទៅ mini app យើងមានជាផ្សេងអាចមើលតាមនឹងបានពីក្រោមអាចកវះបាន
ABA business យើងមានដូចជា POS system ឬក៏ invoice chain ឬក៏អីផ្សេងៗដែលយើងដាក់មកមានប៉ុណ្ណេះអាចមើលបានហើយ profile account គឺបែបនេះមានតែប៉ុណ្ណេះដែលខ្ញុំ design បានហើយជាចុងក្រោយ demo របស់ពួកខ្ញុំមានតែប៉ុណ្ណេះ